ទីបំផុតវរៈកងទ័ពកម្ពុជាទាំង18នាក់បានត្រឡប់មកជួបជុំគ្រួសារវិញហើយក្រោយឃុំខ្លួនអស់150ថ្ងៃខេត្តបៃលិនទាហានកម្ពុជាទាំង18នាក់ត្រូវបានយោធាថៃចាប់ខ្លួនកន្លងមកនៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះត្រូវបានភាគីថៃបញ្ជូនមកវិញដូចជាការគ្រោងទុកនៅទីបំផុតវរៈកងទ័ពកម្ពុជាទាំង18នាក់ត្រូវបានភាគីថៃសម្រេចយល់ព្រមដោះលែងនៅថ្ងៃទី31ខែធ្នូឆ្នាំ2025នេះតាមច្រកព្រំដែនអន្តរជាតិព្រំខេត្តបៃលិនការបញ្ជូនទាហានកម្ពុជាទាំង18នាក់មកវិញក្រោមការតាមដានយ៉ាងម៉ឺងម៉ាត់ពីសាធារណជនជាតិនិងអន្តរជាតិពលគឺបន្ទាប់ពីកិច្ចប្រជុំពិសេសត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាចិននិងថៃកាលពីថ្ងៃទី28និង29ខែធ្នូឆ្នាំ2025នៅខេត្តយូណានប្រទេសចិនដែលភាគីចិនជាអ្នកសម្របសម្រួលគិតចាប់ពីយោធាថៃចាប់ខ្លួនទាហានទាំង18នាក់គិតមកដល់ត្រឹមថ្ងៃទី31ធ្នូជាថ្ងៃទី155ហើយដែលវរៈកងទ័ពកម្ពុជាត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្នងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5បានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាបន្ទាន់ដោយមិនបង្អែមបង្អង់ព្រមទាំងគោរពនៅអនុវត្តរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពគូបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវរៈកងទ័ពកម្ពុជាទាំង18នាក់ឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទតែងតែប្រកាសថាមិនដែលបោះបង់វរៈកងទ័ពកម្ពុជាយើងណាម្នាក់នោះឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You